ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមករៀនវិជ្ជនំអន្សមចេកដែលវាជាលើកទី1សម្រាប់ខ្ញុំដែលខ្ញុំរៀនវិជ្ជនំអន្សមចេកសម្រាប់ការដែលវិជ្ជនឹងគឺយើងវិជ្ជជាមួយនឹងអង្ករដំណើបដែលខ្ញុំលាយជាមួយនឹងដូងខ្ទិះដូងដែលយើងឆាមួយខ្ទិះដូងហើយបន្ទាប់មកយើងដាក់ជាមួយនឹងសាច់ដូងបន្តិចដើម្បីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ហើយយើងញ៉ាំទៅគឺមានជាតិខ្ទិះដូងហ្នឹងគឺពិតឆ្ងាញ់មែនតើសម្រាប់ការវិជ្ជអន្សមចេកនេះគឺវាជាលើកទី1សម្រាប់ខ្ញុំហើយការវិជ្ជក៏ខ្ញុំមិនមែនជាស្ទាត់ជំនាញដែរគ្រាន់តែថាខ្ញុំចង់រៀនវិជ្ជដើម្បីឲ្យស្គាល់ពីប្រពៃណីរបស់ខ្មែរពេលមានបុណ្យទានគឺយើងតែងតែវិជ្ជនំជុំគ្នាអញ្ចឹងឥឡូវហ្នឹងគឺតាមស្រុកតាមតំបន់មួយចំនួនគឺលែងមានប្រពៃណីហ្នឹងអស់ហើយអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំរៀនវិជ្ជដោយសារទី1ចង់បង្កើតទំនាក់ទំនងមួយគ្រួសារឲ្យបានច្រើនដែលយើងអាចជួបជុំគ្នាជាមួយមិត្តភ័ក្តិបងប្អូនដែលជុំគ្នាវិជ្ជនំអន្សមចាបង្កើតទំនាក់ទំនងក្នុងគ្រួសារជាដើមអញ្ចឹងវារៀងតេតតាបន្តិចទេដោយសារលើកទី1អញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងបើសិនជាមានកន្លែងណាខុសទោះអីពុកម៉ែបងប្អូនកុំប្រកាន់អីហើយថ្ងៃមុខទៀតគឺខ្ញុំនឹងវិជ្ជបន្ថែមទៀតដើម្បីឲ្យយើងចេះស្ទាត់ចាយើងតទៅមុខទៀតទៅយើងផ្ដាំកូនផ្ដាំចៅបន្ថែមទៀតអំពីការដែលយើងវិជ្ជនំប្រពៃណីរបស់ខ្មែរយើងអញ្ចឹងមាននំខ្មែរច្រើនណាស់ដែលយើងមិនទាន់បានស្គាល់អស់អញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តញ៉ាំនំអន្សមចេកអញ្ចឹងក៏ខ្ញុំរៀនវិជ្ជនំអន្សមចេកសម្រាប់ពុកម៉ែបងប្អូនចូលចិត្តនំបែបខ្មែរបែបណាដែរខមមិននៅក្រោមវីដេអូនេះផងណាបងប្អូនអរគុណជំរាបលាបងប្អូនទាំងអស់គ្នា